សូមជម្រាបសួរគណៈនាយកលោកគ្រូអ្នកគ្រូនិងអាណាព្យាបាលសិស្សានុសិស្សដែលរៀនថ្នាក់ទី7ដល់ថ្នាក់ទី12និងសួស្តីដល់បងប្អូនដែលកំពុងរៀនថ្នាក់ទី7ដល់ថ្នាក់ទី12ខ្ញុំឈ្មោះឌឿនស្រីណែតបច្ចុប្បន្នជាគ្រូបង្រៀនគណិតវិទ្យានៅក្នុងកម្មវិធីសាលារៀនចំនួនថ្មីនៃវិទ្យាល័យពេជ្រលៀបនៅក្នុងវីដេអូនេះអ្នកគ្រូនឹងណែនាំបងប្អូនទាក់ទងជាមួយនឹងការប្រឡងបច្ចេកសិប្បកម្មគណិតវិទ្យាប្រចាំវិទ្យាល័យពេជ្រលៀប PLMC ឆ្នាំ2026ដែលរៀបចំឡើងដោយក្រុមគ្រូបង្រៀនគណិតវិទ្យាកម្មវិធីប្រឡងប្រជែងសិប្បកម្មគណិតវិទ្យារបស់យើងគឺព្យាយាមបង្កើតឡើងដើម្បីផ្ដល់ឱកាសដល់សិស្សានុសិស្សគ្រប់រូបនៅក្នុងប្រទេសកម្ពុជាក្នុងការបង្ហាញនូវសមត្ថភាពដោះស្រាយបញ្ហានិងពង្រឹងចំណេះដឹងតាមរយៈវិទ្យាសាស្ត្រដែលបានចម្រាញ់យកយ៉ាងយកចិត្តទុកដាក់ចំពោះវិញ្ញាសាដែលយើងរៀបចំឡើងគឺសមស្របទៅតាមកម្មវិធីសិក្សារបស់ក្រសួងអប់រំយុវជននិងកីឡាក្របដណ្ដប់ទៅលើមេរៀនសំខាន់ៗចាប់ពីថ្នាក់ទី7ដល់ថ្នាក់ទី12បូកផ្សំជាមួយនឹងតក្កវិទ្យានិងការអនុវត្តជាក់ស្ដែងផងដែរនេះគឺជាដំណើរការប្រឡងនៅទីតាំងវិទ្យាល័យពេទ្រលៀបផ្ទាល់កាលពីឆ្នាំសិក្សាមុនឆ្នាំ2024-2025តកតងជាមួយនឹងរង្វាន់លើកទឹកចិត្តនៅយើងមានមេដាយកិត្តិយសវិញ្ញាបនបត្របញ្ជាក់នៃការចូលរួមមេដាយកិត្តិយសរបស់យើងមាន3មានមេដាយមាសមេដាយប្រាក់និងមេដាយសំរឹទ្ធហើយបងប្អូនដែលទទួលមេដាយហ្នឹងក៏ពួកគាត់ទទួលបាននៅវិញ្ញាបនបត្របញ្ជាក់មួយសន្លឹកផងដែរចំពោះបងប្អូនដែលមិនបានបន្ទុកគ្រប់ជាមួយនឹងមេដាយប៉ុន្តែគ្រប់នៅបន្ទុកដែលទទួលបាននៅវិញ្ញាបនបត្រមួយគឺវិញ្ញាបនបត្រឬគេហៅថាប័ណ្ណសរសើរហើយទាំងមេដាយក៏ដូចជាវិញ្ញាបនបត្រនេះគឺពិតជាមានសារៈសំខាន់មែនទែនសម្រាប់បងប្អូននៅក្នុងការបន្តការសិក្សារបស់បងប្អូននៅថ្នាក់សាកលវិទ្យាល័យបងប្អូនអាចប្រើប្រាស់ដើម្បីសរសេរក្នុងប្រវត្តិរូបសង្ខេបដែលបងប្អូនធ្លាប់បានចូលរួមប្រកួតនឹងដើម្បីប្រកួតប្រជែងហេតុឧបករណ៍ជាមួយនឹងសិស្សានុសិស្សផ្សេងៗទៀតហើយមួយទៀតបងប្អូនគឺជាតំណាងឲ្យសាលារបស់បងប្អូននៅពេលដែលបងប្អូនបានជាប់ចឹងសាលាបងប្អូនគឺមានកិត្តិយសផងដែរតាមរយៈការប្រកួតប្រជែងរបស់បងប្អូនទាំងនេះគឺជាមេដាយដែលពួកយើងបានផ្ដល់ជូនកាលពីឆ្នាំមុនមានមេដាយមាសមេដាយប្រាក់និងមេដាយសំរឹទ្ធហើយការចូលរួមកាលពីឆ្នាំមុនគឺមានសិស្សច្រើនហើយទីតាំងដែលប្រគល់ពានរង្វាន់ហ្នឹងគឺយើងធ្វើផ្ទាល់នៅក្នុងវិទ្យាល័យពេជ្រលៀបផងដែរនេះគឺជាវិញ្ញាបនបត្រគំរូនៅខាងឆ្វេងដៃហ្នឹងគឺសម្រាប់បងអូនដែលជាប់ទទួលបានមេដាយមាសគឺបានវិញ្ញាបនបត្របញ្ជាក់មួយសន្លឹកទៀតបន្ថែមពីលើមេដាយមាសសម្រាប់បងអូនដែលបន្ទុកជាប់ត្រឹមអត់ជាប់ដល់មេដាយគឺបងអូនទទួលបាននៅវិញ្ញាបនបត្រមួយដែលយើងហៅថាប័ណ្ណសរសើរទាំងនេះគឺជាសកម្មភាពនៃការប្រកួតមេដាយនិងវិញ្ញាបនបត្រកាលពីឆ្នាំ2025ឆ្នាំមុនមានគ្រូនៅក្នុងក្រុមគណិតវិទ្យារបស់យើងចូលរួមជាមួយនឹងគណៈនាយកទាំង3នេះគឺនាយិការងរបស់យើងជាមួយនឹងបងប្អូនដែលទទួលបានមេដាយជាមួយនឹងវិញ្ញាបនបត្រនេះគឺបងប្អូនសិស្សានុសិស្សដែលបានជាប់កាលពីឆ្នាំមុនដែលបានទទួលរង្វាន់អូខេអញ្ចឹងចំពោះវិញ្ញាសាវិញយើងមានវិញ្ញាសាដែលថប់ចេញកាលពីឆ្នាំមុនហើយនឹងឆ្នាំ2024នៅក្នុងក្រុម Telegram តែទាំងអស់គ្នាចង់ទំនាក់ទំនងសួរព័ត៌មានខ្ញុំនឹងដាក់ link ក៏ដូចជាព័ត៌មានផ្សេងៗនៅក្នុងវីដេអូហ្នឹងឲ្យអ្នកទាំងអស់គ្នាមើលហើយអ្នកទាំងអស់គ្នាអាចចូលក្នុងក្រុមនេះបានដើម្បីសួរព័ត៌មានផ្សេងៗទាក់ទងនឹងការចុះឈ្មោះក៏ដូចជាយើងនឹងផ្សព្វផ្សាយនៅព័ត៌មានប្រឡងផ្សេងៗហ្នឹងនៅក្នុងក្រុម Telegram មួយនេះផងដែរមកមើលពីការបរិច្ឆេទនិងព័ត៌មានសំខាន់ដែលអ្នកទាំងអស់គ្នាត្រូវដឹងចំពោះការចូលរួមប្រឡងទី1គឺសម័យប្រឡងពួកយើងនឹងរៀបចំនៅថ្ងៃអាទិត្យទី19ខែកក្កដាឆ្នាំ2026ពេលវេលាប្រឡងចាប់ពីម៉ោង9ដល់ម៉ោង11ព្រឹករយៈពេល2ម៉ោងទីតាំងធ្វើផ្ទាល់នៅវិទ្យាល័យព្រែកលៀបខណ្ឌជ្រោយចង្វាចំពោះការចុះឈ្មោះគឺផុតកំណត់នៅថ្ងៃទី12ខែកក្កដាឆ្នាំ2026នេះចំពោះការប្រឡងយើងសំទោសចំពោះការចុះឈ្មោះយើងបែងចែកជា2សម្រាប់សិស្សដែលអញ្ជើញមកពីសាលាផ្សេងៗចុះឈ្មោះប្រឡងគឺអ្នកទាំងអស់គ្នាត្រូវបង់ទឹកប្រាក់ចំនួន$2ហើយបងប្អូននៅក្នុងវិទ្យាល័យព្រែកលៀបផ្ទាល់បង់ទឹកប្រាក់ចំនួន$0.5នេះគឺជាព័ត៌មាននិងក្រុម Telegram សម្រាប់ទទួលចុះឈ្មោះបងប្អូនក៏ដូចជាបងប្អូនមានចម្ងល់អីគឺអាចតាក់ទងតាមរយៈ Telegram មកដល់ត្រឹមនេះខ្ញុំសូមអរគុណដល់គណៈនាយកសាលាក៏ដូចជាលោកគ្រូអ្នកគ្រូអាណាព្យាបាលដែលបានឃើញវីដេអូមួយនេះហើយក៏សូមឲ្យលោកគ្រូអ្នកគ្រូគណៈនាយកអាណាព្យាបាលជួយផ្ញើដូចជា poster ព័ត៌មាននេះឬក៏ link ទៅកាន់កូនទៅកាន់សិស្សដើម្បីឲ្យពួកគាត់បានចូលរួមឲ្យបានកាន់តែច្រើនដើម្បីពួកគាត់តេស្តនៅសមត្ថភាពក៏ដូចជាទទួលបានឱកាសផ្សេងៗសម្រាប់សាលារបស់យើងផ្ទាល់ហើយអរគុណខ្លាំងមែនទែនដែលបាន
មើលវីដេអូនេះមកដល់ត្រឹមនេះសំណួរផ្សេងៗទៀតយើងរីករាយនឹងឆ្លើយតបអ្នកទាំងអស់គ្នាតាមរយៈក្រុម Telegram សូមអរគុណជួបគ្នានៅវីដេអូក្រោយ